សម្រាប់ឡានខាងមុខខ្ញុំនេះគឺជាប្រភេទ Avatar 06ប្រមាណផងវាគឺប្រទេសស្អាតមែនទែននៅពេលដែលយើងមើលពីក្រោយអញ្ចឹងណាដោយសារតែផ្នែកខាងមុខវាខ្ញុំអត់សូវស្រឡាញ់ម៉ាកនេះគឺខ្ញុំស្រឡាញ់គូតក្រោយជាងផ្នែកខាងមុខសម្រាប់ឡាននេះណាអញ្ចឹងពីក្រោយវាមើលទៅហាប់មាំហើយបែបស្ពណ៌មែនទែនទៅលើការ design វិញគឺ stop វាលំនាំជាមួយនឹង Avatar 12ហ្មងឡាននេះនិយាយទៅអានេះដូចប្អូនរបស់ Avatar 12បង្កើតចឹងគឺប្រភេទឡាន sedan ដូចគ្នាហើយលក្ខណៈថាសាយវាទូជាងអញ្ចឹងណាអញ្ចឹងសម្រាប់ការ design វិញខាងក្រោយគឺ stop ដូចគ្នាអញ្ចឹងប្រហែល4បាទ logo ជាប្រភេទ LED ហើយមាន logo សម្គាល់នេះ model របស់វាគឺ06នៅផ្នែកខាងក្រោយរបស់ Avatar 06គឺអត់មានកញ្ចក់នេះទេប្រហែល4បាទគឺគេបដោតជាមួយនឹងកាមេរ៉ាដើម្បីដាក់នៅលើកន្លែងកញ្ចក់ review តែម្ដងហើយផ្នែកខាងក្រោមនេះគឺយើងបាន add ជាមួយនឹង sport kit បាទដែលវារំលេចសម្រស់រថយន្តមើលទៅតាក់ទាញមែនតើ Sport Kit វានេះគេធ្វើរៀងមានប្រឡោះកដាកន្លែងនេះតិចគឺស្អាតមែនទែនហើយសម្រាប់គូតក្រោយវិញប្រហែល4បាទមកខ្ញុំបើកឲ្យមើលតិចគូតក្រោយវាទំហំអត់សូវធំមែនទេមកល្មមប្រហែល4គូតក្រោយវាណាបាទកន្លែងអង្គុយដេនៅនេះហើយមានសាប់មកក្រោយនៅផ្នែកខាងនេះដែរប៉ុន្តែឡាន Avatar គឺវាមានក្លុប2ប្រហែល4បាទគឺវាមានក្លុបផ្នែកខាងមុខក៏ដូចជាក្លុបផ្នែកខាងក្រោយអញ្ចឹងវាគួរសមដែរបាទជាងតាក់ទងជាមួយនឹងយ៉ានកង់មកយ៉ានកង់នេះគេ design មួយបែបតែយ៉ាន់នេះបើខ្ញុំមើលទៅធ្លាប់មាននៅ11ក៏ដូចជា12ក៏គេបានដាក់ម៉ូតនេះដែរហើយទំហំវាគឺទំហំ20អ៊ីងប្រហែល4កម្ពស់វាគឺគួរសមណាស់សបកនេះជាប្រភេទកង់តំណងតើ premium អញ្ចឹងណាហើយកម្ពស់នេះគឺមួយកង់អញ្ចឹងឡាននេះពីដីមកអត់ទាបពេកទេបើយើងមើលទៅហាក់ថាប្រុសមិនកាមេរ៉ាហ្នឹងខ្ពស់គួរសមហើយចំពោះកៅអីជួរទី2មកវ៉ាវនេះគឺជា interior ពណ៌ក្រហមអញ្ចឹងពណ៌ក្រហមស្អាតមែនទែនของម៉ែបងបាទស្អាតភ្លឺចែងចាំងដោយសារក្រហមនេះវាអត់ធ្វើទុំពេកទេក្រហមនេះរបៀបពណ៌ Lexus Sport បាទក្រហមហ្នឹងហើយខាងលើវាគឺជាប្រភេទដបកញ្ចក់មានម៉ាស៊ីនជាក់ផ្នែកខាងក្រោយនិង speaker Meridian បាទនេះកន្លែងចុចចេញចូលទ្វារក៏ដូចជាតម្លាក់កញ្ចក់និងភ្លើង dim បាទភ្លើង dim យើងអាចដូរពណ៌បានអញ្ចឹងណាហើយចំពោះទ្វារខាងក្រោយនេះគឺយើងបិទបើកដោយដៃទេកញ្ចក់ជា frameless ហើយដៃទ្វារលឹបលៀនអូតូប៉ុន្តែទ្វារផ្នែកខាងមុខបាទទ្វារផ្នែកមុខគឺមែនតើគឺជាប្រភេទទ្វារ electric door អញ្ចឹងវាអាចបើកបិទបានដោយអូតូម៉ាទិកទាំងខាងតកង់ក៏ដូចជា passenger មកនេះចូលមកខាងក្នុងវិញបាទតាប់ឡូវាគឺដូច12ហ្មងប្រហែលបងមាន screen នេះដូចគ្នាមានកាមេរ៉ាកន្លែងនេះចកោតក៏ដូចគ្នាកន្លែងដាក់លេខព្រឹកទឹកអីក៏ដូចគ្នាដែរ wireless charge ក៏ដូចគ្នាដែរអានេះកែទឹកក៏ដូចជាមានប្រអប់សម្រាប់យើងដាក់ Wi-Fi អញ្ចឹងណាបាទនេះគឺជារូបរាងនៅផ្នែកខាងក្នុងវាគឺស្អាតមែនទែនភ្លឺចែងចាំងជាពិសេសខ្ញុំស្រឡាញ់ចំពោះ mode កៅអី Land Avatar គេ design ស្អាតទៅអង្គុយនេះមានតម្រូវជើងក្តៅត្រជាក់ក៏ដូចជា massage ផងដែរហើយឡានមួយគ្រឿងនេះគឺជាប្រភេទ option pro បាទអញ្ចឹង option pro វារៀងធូរថ្លៃជាងគេតែ pro នេះមិនមែន pro ធម្មតាទេគឺជាប្រភេទ pro plus ដែលយើងបាន add on ជាមួយនឹង sport kit នៅផ្នែកខាងក្រោយនិងស្អីគេ add ជាមួយនឹង sport kit និង source door ដែលជាទ្វារបើកអូតូណាបាទចឹងនេះការ design វានៅផ្នែកខាងមុខវាស្តៀងគ្នាជាមួយនឹង Avatar 12 07ឬក៏11ចឹងភាសាឡាននេះគឺវាមាន signature design វាជានៅលើផ្លូវនោះគឺយើងឃើញថាវាជា Avatar មកចឹងខាងមុខវាមាន daytime running light 2ឆ្នោតនិងពូលគុជនៅផ្នែកខាងក្រោមនេះនិង LED បាទហើយមាន sensor ខាងមុខ6ខាងក្រោយ6មាន auto parking មានអីសពគ្រប់បែបយ៉ាងប្រើដែរទេអញ្ចឹងបើនិយាយពី option គឺទំនើបបាទគាត់នៅវាមាន LiDAR នៅលើកាពូកនេះអញ្ចឹងអរគុណមែនទែនសម្រាប់ការទស្សនាឲ្យឡើងមួយគ្រឿងនេះក៏មានម្ចាស់ហើយដែរគឺយើងបានរៀបចំបិទ UV បិទស្កតហើយចាំតែគេមកយកទេអរគុណបើសិនជាពុកម៉ែបងប្អូនមានតម្រូវការកុំភ្លេច First Class Auto